ពេលវេលាបានបង្ហាញឲ្យយើងឃើញអំពីមិត្តល្អមិត្តសម្លឹងប្រយោជន៍និងមិត្តដែលជាសត្រូវមិនមែនយើងមិនដឹងទេតែដោយសារនិស្ស័យស្មោះត្រង់របស់យើងធ្វើឲ្យយើងគិតថាគេដូចយើងគេចោលចរិតឈ្លានពានហើយរហូតដល់វេលាមួយគេបាញ់សម្លាប់បងប្អូនរបស់យើងទើបយើងនឹកឃើញប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ខ្លួនយើងទៅទូចសុំឲ្យអន្តរជាតិជួយតែគេបានត្រឹមឈរនៅចំហកណ្ដាលរក្សាសុខផ្ទាល់ខ្លួនយើងក៏ភ្ញាក់រលឹកមួយទៀតថានៅក្នុងពិភពលោកនេះបើគ្មានប្រយោជន៍ទេគ្មានអ្នកណានឹងជួយយើងនោះឡើយប្រៀបដូចអំពូលអគ្គិសនីភ្លឺបានលុះត្រាណាមានចរន្តអគ្គិសនីផ្គត់ផ្គង់ដូច្នោះដែរវាគឺជាច្បាប់ធម្មជាតិដែលយើងមិនអាចប្រកែកបានឥឡូវនេះដល់ពេលហើយដល់វេលាដែលខ្មែរទៅពង្រឹងសមត្ថភាពខ្លួនឯងដល់វេលាដែលខ្មែរទៅរួបរวมដើម្បីការពារជាតិមាតុភូមិរបស់ខ្លួនប្រជាជនគ្រប់រូបសុទ្ធតែមានចំណែកកសាងជាតិការកសាងជាតិបានល្អលុះត្រាតែយើងម្នាក់ៗកសាងខ្លួនឲ្យក្លាយជាធនធានដ៏រឹងមាំជាមុនសិនការកសាងខ្លួននោះក៏ត្រូវឲ្យសមស្របនឹងកលៈទេសៈនិងសម័យកាលផងដែរចាប់ពីថ្ងៃទី21ខែធ្នូឆ្នាំ2025វេលាម៉ោង 23:05 នាទីយប់តទៅធម្មពលឆ្នាំភ្លើងយ៉ាងលឿងមមីនឹងផ្ដើមជាមួយវត្តជាជឺទាំង60ថ្មីនឹងចាប់ផ្ដើមមានឥទ្ធិពលខ្លាំងឡើងលើសវេលាកាលពីប្រហែលថ្ងៃកន្លងទៅនេះវេលានោះធម្មពលខែជូតនិងធម្មពលឆ្នាំមមីនឹងបង្កជាផលរំខានច្រើនផងដែរពិសេសពាក់ព័ន្ធនឹងនយោបាយការបរទេសយើងអាចមើល graphic នេះដែលខ្ញុំចែករំលែកកន្លងមកជាញឹកញាប់នៅវេលាដើមខែកុលមានន័យថាដើមខែ11ជាវេលាឆ្នាំថ្មីចាប់ផ្ដើមមានឥទ្ធិពលហើយឆ្នាំចាស់ចាប់ផ្ដើមចុះខ្សោយមកដល់ពាក់កណ្ដាលខែជូតជាវេលាសែននំអ៊ីភាសាបច្ចេកទេសហៅថា winter solstice គឺជាវេលាមួយដែលមានការ reset ធម្មពលព្រោះវេលានេះមានអាកាសធាតុត្រជាក់ខ្លាំងនៅប៉ែកខាងជើងហើយវាធ្វើឲ្យគ្រប់យ៉ាងទាំងអស់សឹងតែកកយើងមានន័យថាជាវេលាមួយដែលมันមានអីរីកលូតលាស់ខ្លាំងហើយក៏វានៅស្ថិរភាពអាចនឹងចូលទៅដល់លក្ខណៈមួយដែលយើងអាចនិយាយជាភាសាអង់គ្លេសហៅថា reset ដូចយើង reset computer reset ទូរស័ព្ទដៃជាដើមគឺវាចាប់ដើម refresh ឡើងវិញអញ្ចឹងដើម្បី refresh ឡើងវិញបានល្អតតែបិទសិនបានឡើងមកវិញបាន reboot ឡើងមកវិញអញ្ចឹងធម្មពលដូចគ្នានៅវេលាសែននំអ៊ីនេះគឺជាវេលាដែលគេ reset ធម្មពលចក្រវាឡដែលនឹងនាំឲ្យយើងទទួលរងឥទ្ធិពលថ្មីហើយឥទ្ធិពលចាស់ចាប់ដើមចុះខ្សោយកាន់តែខ្លាំងអញ្ចឹងចាំពីវេលាខែជូតរហូតដល់បំណាច់ខែឆ្លូវមានន័យថាចូលមកដល់វេលាខែឆ្លូវចុងខែឆ្លូវហើយចាប់ដើមចូលដល់ខែខាលនោះឆ្នាំចាស់ចាប់ដើមអស់ឥទ្ធិពលហើយឆ្នាំថ្មីមានឥទ្ធិពលពេញលេញនៅវេលាដើមខែខាលនេះមិនមែនឆ្នាំចាស់ចាប់ដើមអស់ឥទ្ធិពលទេអធិស្ឋានគឺឆ្នាំចាស់អស់ឥទ្ធិពលទាំងស្រុងតែម្ដងហើយធម្មពលថ្មីនឹងឡើងកាន់តួនាទីពេញសិទ្ធតែម្ដងអញ្ចឹងមានន័យថានៅចន្លោះខែកុលខែជូតនិងខែឆ្លូវគឺជាពេលវេលាអន្តរកាលដែលធម្មពលចាស់ចាប់ដើមខ្សោយធម្មពលថ្មីមិនទាន់ខ្លាំងអញ្ចឹងវាមានលក្ខណៈប្រសពគ្នាហើយប្រទាញបេតុងធម្មពលគ្នាទៅវិញទៅមកបងប្អូនដែលចេះក្បួនប៉ាជឺប្រហែលជាដឹងហើយថាមមីគឺជាវេលាក្តៅបំផុតនៅក្នុងរដូវក្តៅហើយឆ្នាំ2026នេះជាវេលាភ្លើងយ៉ាងលើមមីក្នុងយុគសម័យកាលទី9ដែលមានធាតុភ្លើងបន្ថែមទៀតអញ្ចឹងរឿងរ៉ាវនានានៅក្នុងពិភពលោកផុយស្រួយណាស់ក្នុងជំហានធម្មពលថ្មីនេះទោះយើងបានដឹងច្បាស់យ៉ាងណាក៏ដោយយើងដឹងថាវាក្តៅយ៉ាងណាក៏ដោយវាផុយស្រួយយ៉ាងណាក៏ដោយវាជាធម្មពលដែលយើងមិនអាចកែបានដែលយើងមិនអាចលុបបំបាត់វាបានអ្វីដែលយើងធ្វើបានគឺកែធម្មពលខ្លួនឯងនិងបរិស្ថានដែលយើងរស់នៅព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការពារខ្លួននិងសង្គមជាតិឲ្យមានសុវត្ថិភាពល្អនៅក្នុងក្បួនប៉ាជឺគឺយើងមានកតារាសីដែលមានចែកជាពីររាសីមេឃនិងរាសីដីហើយរាសីដីនេះមានបង្កប់នៅរាសីលក្ខមួយទៀតប៉ុន្តែយើងអត់យករាសីលក្ខមកពន្យល់បកស្រាយនៅក្នុងនេះទេអ្វីដែលខ្ញុំចង់ពន្យល់នោះ
គឺកត្តាធម្មពលរាសីមេឃនិងរាសីដីរបស់វេលាប្រឈមនីមួយៗមិនថាដំណើររាសី10ឆ្នាំឬក៏ពេលវេលាប្រចាំឆ្នាំឬក៏ពេលវេលាប្រចាំខែថ្ងៃឬក៏ម៉ោងទេវាមានវេលាជះឥទ្ធិពលខ្លាំងម្ដងម្នាក់សម្រាប់រាសីមេឃនិងរាសីដីនោះនៅពាក់កណ្ដាលដើមវេលារាសីមេឃជះឥទ្ធិពលខ្លាំងណាពាក់កណ្ដាលដើមវេលារាសីមេឃជះឥទ្ធិពលខ្លាំងហើយឥទ្ធិពលរាសីដីនៅខ្សោយនៅឡើយនៅពេលដែលយើងឈានចូលមកដល់ពាក់កណ្ដាលចុងវេលារាសីដីចាប់ផ្ដើមជះឥទ្ធិពលខ្លាំងហើយឥទ្ធិពលរាសីមេឃចាប់ផ្ដើមចុះខ្សោយវិញម្ដងអញ្ចឹងវាចែកវេនគ្នាក្នុងការមានឥទ្ធិពលខ្លាំងម្ដងម្នាក់អញ្ចឹងណាអញ្ចឹងបើសិនជាយើងកណនាអំពីដំណើររាសី10ឆ្នាំគឺ5ឆ្នាំដំបូងរាសីមេឃ5ឆ្នាំបន្ទាប់គឺរាសីដីហើយបើសិនជានិយាយអំពីតួឆ្នាំគឺ5ឆ្នាំដំបូងរាសីមេឃ5ឆ្នាំជាស្អី6ខែដំបូងរាសីមេឃហើយ6ខែចុងក្រោយគឺរាសីដីអញ្ចឹងវាចែកគ្នាម្ដងម្នាក់ម្ដងខ្លាំងម្ដងខ្សោយម្ដងខ្លាំងម្ដងខ្សោយបែបនេះណាកត្តាតារាសាស្ត្រយើងឃើញតារាសាស្ត្ររួចមកហើយតាមរយៈលោកគ្រូអ្នកគ្រូដតីទាំងខ្មែរទាំងបរទេសគាត់មានការចែករំលែកជាច្រើនរួចមកហើយអំពីតារាសាស្ត្រប្រចាំឆ្នាំ2026ហើយក្នុងនេះគឺជាការដកស្រង់តារាសាស្ត្រតាមក្បួនគម្ពីរមកយើងឃើញថាចំណុចក្រហមគឺជាចំណុចដែលមានធម៌ពលមិនសូវល្អទោះបីជាផ្កាយលេខ6នៅទិសខាងជើងជាផ្កាយល្អក៏ដោយក៏ប៉ុន្តែទិសនោះគឺជាទិសឆុងប្រចាំឆ្នាំហើយទិសចំណុចដែលខ្ញុំដៅចំណុចក្រហមទាំង5នោះគឺជាតំបន់ដែលជាប់ពាក់ព័ន្ធជាមួយនឹងវិវាទជាមួយនឹងប្រជាមិត្តរបស់យើងជាប្រទេសជិតខាងរបស់យើងនោះដែលកំពុងតែរាតត្បាតមកយើងដែលកំពុងតែទន្ទ្រានមកយើងអញ្ចឹងវាជាតំបន់ដែលមានហានិភ័យមិនត្រឹមតែកត្តាភូមិសាស្ត្រនយោបាយទេតែកត្តាតារាសាស្ត្រក៏វាជះឥទ្ធិពលមកយើងដែរដោយសារយើងឃើញនៅលើនេះហើយនៅពេលដែលយើងឃើញនៅនេះយើងអាចមានគំនិតមួយអាចមានចិត្តមួយតូចចិត្តថាហេតុអីបានជាព្រំលិខិតធ្វើបាបយើងដល់ថ្នាក់នេះតែនោះគឺជារបត់នៃការផ្លាស់ប្ដូរបើសិនជាមិនមានផលលំបាកទាំងអស់នោះទេក៏មិនមានការជំរុញផ្លាស់ប្ដូរឲ្យខ្មែរយើងចេះរួបរวมសាមគ្គីដូចបច្ចុប្បន្ននេះដែរអញ្ចឹងយើងត្រូវសម្លឹងមើលចំណុចវិជ្ជមានដើម្បីជាកត្តាជំរុញចិត្តរបស់យើងឲ្យចេះក្រោកឡើងចេះតស៊ូទិសទេវតាឆ្នាំមមីនៅទិសខាងត្បូងណាអង្សាចាប់ពី 172.6 រហូតដល់ 187.5 ទិសនេះយើងក៏បីប្រយ័ត្នឲ្យបានខ្លាំងជាងគេហើយជៀសវាងការនិយាយទៅទិសខាងមមីហើយនិងទិសខាងជូតនោះគឺជាទិសដែលយើងត្រូវប្រយ័ត្នខ្លាំងជាងគេហើយក៏បីប្រយ័ត្នឲ្យបានខ្លាំងជៀសវាងការដំស្វានរុះរើជួសជុលមានសម្លេងខ្លាំងៗការជីកកោះជាដើមកុំអង្គុយបែរមុខទៅរកទិសនេះសម្រាប់ការធ្វើកិច្ចការសំខាន់ច្រើនពេកណាមានន័យថាកុំអង្គុយបែរមុខទៅទិសនឹងច្រើនពេកសម្រាប់ការធ្វើកិច្ចការសំខាន់ផ្សេងៗព្រោះបើសិនជាយើងបែរមុខទៅរកទិសនឹងប្រៀបដូចយើងប្រឈមមានន័យថាយើងតតាំងជាមួយនឹងទេវតាប្រចាំឆ្នាំអញ្ចឹងយើងក៏បីអង្គុយបែរខ្នងទៅរកគាត់វិញអានឹងតាមក្បួនគម្ពីរធម្មពលណាយើងគួរតែបែរខ្នងទៅរកគាត់វិញព្រោះមានទេវតាប្រចាំឆ្នាំដែលជួយពីក្រោយអាហ្នឹងគឺជាអបិយជំនឿបែបផែនតារាសាស្ត្របែបផែនបរមត្ថវិទ្យាចិនណាហើយទិសនេះត្រូវតែស្អាតនិងមានអនាម័យហើយសម្រាប់អ្នកដែលកើតឆ្នាំជូតណាគួរមានរុក្ខជាតិស្រស់នៅទិសខាងត្បូងនេះដើម្បីទប់ធម្មពលកុំឲ្យឆុងទឹកហើយនឹងភ្លើងណាហើយគួរដាក់កឡអំបិលនៅទិសនេះដើម្បីកាត់បន្ថយធម្មពលឆុងអញ្ចឹងការដាក់កឡអំបិលនៅទិសនេះមិនសំដៅទៅលើតែអ្នកកើតឆ្នាំជូតអ្នកដែលមានតួជូតនៅក្នុងតារាងរបស់គាត់ទេគ្រប់គ្នាអាចដាក់បានទាំងអស់ដើម្បីទប់ស្កាត់ឬក៏ជៀសវាងប្រការចៃដន្យណាមួយដែលបកឲ្យមានធម្មពលបាតុកិច្ចនោះនាំឲ្យយើងទទួលរងធម្មពលមិនល្អកើតឡើងទិសឆុងពិឃាតទាំង3ប្រចាំឆ្នាំម្សាញ់គឺនៅផ្នែកខាងជើងទាំងអស់ណាចាប់ពីទិសកលរហូតដល់ទិសឆ្លូវអញ្ចឹងវានៅក្នុងចន្លោះអង្សា 322.6 រហូតដល់ 37.5 យើងក៏បីប្រយ័ត្នឲ្យបានខ្លាំងជាវាងការដំស្វានរុះរើជួសជុលមានសម្លេងរំខានជីកកោះហើយកុំប្រើទិសនេះសម្រាប់ធ្វើកិច្ចការសំខាន់ច្រើនពេកទិសនេះត្រូវតែស្អាតនិងមានអនាម័យហើយដាក់ធុងអំបិលដើម្បីកាត់បន្ថយធម្មពលឆុងនៅក្នុងជ្រុងនីមួយៗនៃទិសឆ្លូវជូតហើយនឹងកលណាការដាក់កឡអំបិលនេះដាក់ធុងអំបិលនេះគឺត្រូវមើលខ្លួនឯងដែរថាដាក់ទៅវាសុវត្ថិភាពអត់
សវត្ថភាពនោះគឺកលោផ្ទះយើងមានក្មេងមានឆ្មាមានឆ្កែអញ្ចឹងមកប៉ះលេងអីហ្នឹងទៅវាអាចបង្កជាផលរំខានព្រោះអំបិលដែលយើងដាក់កាត់ឆុងអំបិលដែលយើងសម្រាប់កាត់បន្ថយថាមពលឆុងនេះសាមពលទាំងឡាយវាចូលទៅក្នុងអំបិលហ្នឹងអញ្ចឹងបើសិនជាយើងទៅកាន់លេងយើងនឹងប៉ះទៅកិច្ចយើងនឹងស្រូបទាញយើងនឹងពាល់យកថាមពលដែលមិនល្អនៅក្នុងអំបិលនោះយកមកយើងហើយអញ្ចឹងហើយនៅពេលដែលយើងមានការប៉ះពាល់មានការរើមានការសម្អាតត្រូវតែពាក់ស្រោមដៃហើយយកកាន់គីឡូអំបិលនោះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ត្រូវម៉ត់ចត់ណាប្រយ័ត្នមានបញ្ហាលើដើមផ្កាយលេខ1ធាតុទឹកចូលទីតាំងកដាលផ្ទះកដាលទីធ្លារបស់យើងណាអញ្ចឹងទីតាំងកដាលនោះមានធាតុដីហើយឥទ្ធិពលប្រចាំឆ្នាំនោះគឺបើនិយាយអំពីឥទ្ធិពលរបស់ផ្កាយវានឹងនាំឲ្យមានថាមពលល្អសម្រាប់ការបង្កើតកិច្ចនាមការទទួលស្គាល់សមត្ថភាពការបង្កើតស្នាដៃថ្មីការទំនាក់ទំនងកិច្ចការទំនាក់ទំនងថាមពលល្អទៅលើកិច្ចការងាររកស៊ីផ្សេងៗការវិនិយោគនានាឬក៏ការសិក្សាស្រាវជ្រាវជាដើមតែដោយសារផ្កាយលេខ1ជាធាតុទឹកជួបនឹងផ្កាយលេខ5ធាតុដីនៅកណ្ដាលផ្ទះនេះវានឹងបង្កឲ្យមានហានិភ័យលើជំងឺឆ្លងកាមរោគហើយនឹងបញ្ហាត្រចៀកជាដើមព្រោះនៅពេលដែលមានកាមរោគវាធ្វើទុកដល់តម្រងនោមហើយនឹងតម្រងនោមវានឹងជះឥទ្ធិពលមកដល់ម្ដុំត្រចៀករបស់យើងហើយអញ្ចឹងត្រចៀកយើងអាចហឹងអាចហៀអាចជាអាចមានបើងបែកណាអាចលមាស់អីច្រើនខុសប្លែកពីធម្មតាអានឹងជាសញ្ញាប្រាប់ថាតម្រងនោមមានបញ្ហាឬមួយក៏អាចមានឆ្លងជំងឺកាមរោគអីផងដែរទៅប្រយ័ត្នណាហើយអ្នកដែលទទួលរងឥទ្ធិពលខ្លាំងនោះគឺគ្រប់គ្នានៅក្នុងផ្ទះតែម្ដងហើយការណែនាំគឺដាក់តាំងលោហៈធាតុណាលោហៈធាតុគឺពួកដែកពួកអ៊ីណុកពួកអីហ្នឹងពិសេសផ្ទើស្ពាន់ណាអាចស្ពាន់អាចប្រាក់អាចមាសក៏ថាមានមាសតែម្ដងក៏កាន់តែពិសើលោហៈដែកដេរ៉ាដែកអីក៏ដោយណាបាញ់ពណ៌អីពណ៌ទៅអត់ជាបញ្ហាទេសំខាន់វត្ថុធាតុដើមវាជាលោហៈធាតុឬក៏វត្ថុនានាដែលសាងអំពីលោហៈហើយវាមានឥទ្ធិពលឬក៏មានតំណាងឲ្យភាពថ្កុំថ្កើងយើងអាចដាក់បានអស់ណាតែបើសិនជាផ្ទើឈើហើយយើងបាញ់មាសអានឹងក៏អត់ល្អដែរអានឹងអត់សូវល្អទេណាបើថាគេឲ្យដាក់លោហៈធាតុគឺរោលោហៈតែម្ដងថ្លៃក៏ដោយថោកក៏ដោយយកមកដាក់ឬក៏អ្នកខ្លះអាចយកចានឬក៏ថាសដែកអីហ្នឹងយកមកដាក់កន្លែងហ្នឹងជាតាំងលម្អក៏បានដែរណាអាហ្នឹងសំខាន់ទៅលើជីវភាពរបស់យើងដែលអាចរៀបចំបានកុំតាមអ្នកលក់របស់សម្ភារៈហុងស៊ុយណាត្រូវតែចេះប្រើគំនិតរបស់យើងទៅតាមគេអាហ្នឹងអស់លុយច្រើនហើយព្រោះអ្នកលក់គេធ្វើម៉េចឲ្យគេរកលុយបានអញ្ចឹងក៏តាមមនុស្សវិញគឺប្រើទិសនេះឲ្យបានច្រើនដើម្បីទទួលឥទ្ធិពលល្អប្រចាំឆ្នាំមិនគួរគេងនៅក្នុងទីតាំងនេះទេហាមដាក់ទឹកច្រើនជាង2លីត្រណាហាមដាក់ទឹកច្រើនជាង2លីត្រព្រោះកតាហុងស៊ុយដើម្បី activate អីមួយគឺយើងត្រូវដាក់ទឹកឬក៏ភ្លើងហើយសម្រាប់ការដាក់ទឹកនោះគឺតើ2លីត្រឡើងណា5លីត្រឡើងបានល្អ2លីត្រឡើងនៅស្ទើរមានន័យថាក្រោម5លីត្រនៅស្ទើរទេអញ្ចឹង5លីត្រឡើងបានល្អហើយការដាក់ទឹកក្រោមចំណុះ2លីត្រវាមិនជាបកផលរំខានអីច្រើននោះទេអញ្ចឹងត្រូវចាំណាកដាផ្ទះអត់អាចដាក់ទឹកបានទេអ្នកណាប្រាប់យ៉ាងណាក៏ដោយប៉ុន្តែត្រូវចាំក្បួនណាទើសដែលអាចដាក់ធាតុទឹកបានសម្រាប់ហុងស៊ុយដើម្បីចាប់លាបដើម្បីបង្កើនឥទ្ធិពលល្អនោះគឺមានតែ4ទិសទេទិសទី1គឺទិសខាងជើងធាតុទឹកស្រាប់ទិសទី2គឺទិសខាងកើតបន្ទាប់មកទិសខាងត្បូងជាងកើតហើយនឹងត្បូងជាងលិចមានតែ4ទិសហ្នឹងទេដែលអាចដាក់ទឹកຂະຫນາດធំចាប់ពី5លីត្រឡើងដើម្បីឲ្យល្អប្រសើរដើម្បីចាប់លាបអីផ្សេងៗនោះណាទិសផ្សេងទៀតអត់ទេគឺគេប្រើលក្ខណៈទូទៅបើថាត្រូវដាក់ទឹកគឺដាក់ទឹកតិចតួចណាហើយបើសិនជាចៃដន្យកន្លែងនោះមានទឹកច្រើនហើយស្រាប់ដែលមិនអាចកែបានគឺយើងត្រូវថែមរុក្ខជាតិលៃយ៉ាងណាឲ្យសម្រួលកុំឲ្យឆុងជាមួយទិសនោះណាអាហ្នឹងគឺវិធីកែហ្នឹងអ្នកដែលរៀនតារាសាស្ត្រគួរដឹងហើយបាទឥឡូវនេះយើងចូលដល់ផ្កាយលេខ2ធាតុដីចូលទៅទិសខាងជើងជើងលិចណាទិសខាងជើងជើងលិចគឺមានអង្សាចាប់ពី 292.6 រហូតដល់ 337.5 ធាតុប្រចាំទិសគឺធាតុមាសអញ្ចឹងឥទ្ធិពលប្រចាំឆ្នាំនាំឲ្យមានភាពជោគជ័យលើហិរញ្ញវត្ថុនិងបង្កើតវឌ្ឍនភាពលើការវិនិយោគពិសេសអចលនទ្រព្យណាផ្កាយលេខ2ពាក់ព័ន្ធអចលនទ្រព្យតែក៏ត្រូវប្រយ័ត្នលើជំងឺពាក់ព័ន្ធនឹងសួតពោះវៀនធំក្បាលហើយនឹងស្បែកផងដែរលោកគ្រូអ្នកគ្រូខ្លះគាត់នៅតែប្រយ័ត្នរឿងផ្កាយលេខ2ដោយសារផ្កាយលេខ2ក៏ឡងមកជាផ្កាយជំងឺតែឥឡូវនេះចូលមកដល់យុគសម័យកាលទី9ហើយអញ្ចឹងផ្កាយលេខ2វាថយឥទ្ធិពលជំងឺវាคล้ายទៅជាផ្កាយល្អវិញហើយតែដោយសារតែមិនទាន់ទុកចិត្តវាទាំងស្រុងមិនទាន់ទុកចិត្តវាទាំងស្រុងអញ្ចឹងគេ
នៅតែប្រយ័ត្នចឹងពី3ឆ្នាំដំបូងនៅប្រយ័ត្នប៉ុន្តែចាប់ពីឆ្នាំ2027ទៅប្រហែលជាលោកគ្រូអ្នកគ្រូខ្លះក៏ចាប់ដើមសម្រួលថាមពលនឹងមកវិញហើយតែបើសិនជាយើងគិតអំពីក្បួនគឺផ្កាយលេខ2វានាំឲ្យមានរឿងល្អផងមិនល្អផងមកជាមួយគ្នាកាប់ទៅយើងដឹងហើយថានៅក្នុងហុងស៊ុយមានថាមពលយិននិងយ៉ាងអញ្ចឹងបើសិនជាមានយិនគឺត្រូវមានយ៉ាងមកជាមួយហើយអញ្ចឹងវាត្រូវតែកើតឡើងអមជាមួយគ្នារហូតផ្កាយណាក៏តែងតែមានចំណុចវិជ្ជមាននិងអវិជ្ជមានរបស់វាដែរគ្រាន់តែនៅវេលាដែលវាចរចូលនៅក្នុងទិសណាដែលមានធាតុដែលមានរូបមន្តបន្ទាប់ផ្សំគ្នាច្រើនចេញថាមពលល្អនោះវានឹងនាំឲ្យមានថាមពលល្អតែបើសិនជាជួបជាមួយផ្កាយណាដែលប៉ះទង្គិចគ្នាបង្កជាថាមពលមិនល្អវានឹងបង្កជាថាមពលមិនល្អនោះឡើងណាអាហ្នឹងគឺ flying star combination អាហ្នឹងក្បួនហ្នឹងគឺយើងមានហើយសម្រាប់អ្នករៀនណាអញ្ចឹងគាត់យល់អំពីកលឹះទាំងអស់នេះហើយបាទអញ្ចឹងអ្នកដែលទទួលរងឥទ្ធិពលខ្លាំងនៅលើផ្កាយលេខ2នេះគឺបរិះវ័យចំណាស់នៅក្នុងគ្រួសារអាចជាលោកឪពុកអាចជាជីតានៅក្នុងគ្រួសារណាឬក៏អ្នកមានផ្កាយជីវិតលេខ6ឬក៏អ្នកដែលមានតួចឬក៏នៅក្នុងតារាងរាសីរបស់គាត់ក្នុងតួណាក៏ដោយណាម៉ោងថ្ងៃខែឆ្នាំវាប៉ះពាល់ទៅដល់ផ្នែកនីមួយៗនៅក្នុងនោះអញ្ចឹងម៉ោងពាក់ព័ន្ធអីខែពាក់ព័ន្ធអីថ្ងៃពាក់ព័ន្ធអីឆ្នាំពាក់ព័ន្ធអីអាហ្នឹងយើងបានដឹងរួចមកហើយណាការណែនាំសម្រាប់ទិសនេះគឺដាក់គោមអំបិលហេម៉ាឡៃការដាក់តាំងលោហៈធាតុពិសេសផ្ទើស្ពាន់ខ្ញុំតែងតែណែនាំឲ្យដាក់ផ្ទើស្ពាន់ព្រោះផ្ទើស្ពាន់សម្ភារៈដែលសារអំពីស្ពាន់សុទ្ធមានឥទ្ធិពលក្នុងការជួយព្យាបាលជំងឺនិងកម្ចាត់មេរោគផងដែរណាឬក៏ដាក់វត្ថុមង្គលនានាដែលសាងអំពីលោហៈនិងតំណាងឲ្យភាពថ្កុំថ្កើងយើងត្រូវចាំណាតាំងអីក៏ដោយត្រូវតែតំណាងឲ្យភាពថ្កុំថ្កើងមិនមែនតាំងសម្ភារៈណាមួយទិញអស់តម្លៃថ្លៃមកអាកោកដល់ពេលហើយតំណាងឲ្យភាពទួញសោកតំណាងឲ្យភាពឯកោអាហ្នឹងមិនគួរយកមកដាក់តាំងនៅក្នុងផ្ទះទេយើងតាំងដើម្បីឲ្យមានហុងស៊ុយល្អតែបើសិនជាយើងយកមកនាំឲ្យយើងមានអារម្មណ៍បែបនោះអាហ្នឹងមិនមែនជាហុងស៊ុយល្អនោះទេត្រូវគិតជលើចំណុចទាំងអស់នេះណាហើយកត្តាមនុស្សគឺប្រើទិសនេះសម្រាប់កិច្ចការផ្សេងៗឲ្យបានច្រើនដើម្បីទទួលឥទ្ធិពលល្អប្រចាំឆ្នាំផ្កាយលេខ3ធាតុឈើចូលទិសខាងលិចណាផ្កាយលេខ3ធាតុឈើចូលទិសខាងលិចទិសខាងលិចចាប់ពីអង្សាពី47.6រហូតដល់292.5ធាតុប្រចាំទិសនេះគឺធាតុមាសឥទ្ធិពលប្រចាំឆ្នាំនោះគឺបង្កឲ្យមានចំនួនទាស់តែងវិវាទភាពតានតឹងផ្លូវច្បាប់ការនិយាយដើមសម្ពាធផ្លូវចិត្តចោរកម្មនិងបញ្ហាសុខភាពពាក់ព័ន្ធនឹងសាច់ដុំជាដើមអ្នកដែលទទួលឥទ្ធិពលនេះខ្លាំងជាងគេគឺកូនស្រីអាយុតិចជាងគេក្នុងគ្រួសារអ្នកដែលមានផ្កាយជីវិតលេខ7ឬមួយក៏អ្នកដែលមានតួរកាការណែនាំនោះគឺដាក់តាំងភ្លើងក្រហមឬក៏អំពូលអំបិលហេម៉ាឡៃកម្រាលព្រំនិងសម្ភារៈដែលសាងអំពីដីឬក៏សេរ៉ាមិចណាហើយគួរដាក់ឃ្លោកដែលមានកាត់មាត់ចំហគ្របឃ្លោកដែលមានកាត់មាត់ចំហគ្របយ៉ាងម៉េចភាគច្រើនខ្ញុំឃើញអ្នកលក់ក៏ដោយអ្នកប្រើក៏ដោយគឺគាត់យកឃ្លោកនឹងមកហើយអត់មានកាត់មាត់អីទេអញ្ចឹងបើសិនជាអត់មានកាត់មាត់នឹងផងតើវាស្រូបយកថាមពលល្អមិនកើតខ្ញុំសួរអញ្ចឹងណាអញ្ចឹងហើយយើងត្រូវតែកាត់មាត់ហើយចំហគ្របវានឹងមិនអាចបិទទេគឺយើងត្រូវតែចំហហើយដើម្បីឲ្យវាស្រូបយកថាមពលដែលមិនល្អនោះចូលទៅក្នុងនោះអញ្ចឹងតាមក្បួនគម្ពីរបុរាណមកអញ្ចឹងណាយើងចង់ដាក់ស្រានៅក្នុងឃ្លោកនោះយើងមិនកាត់មាត់គ្របវាផងដាក់ស្រាមិនកើតដាក់អីវ៉ាន់ដាក់ទឹកអីផ្សេងទៀតមិនកើតណាសម្រាប់ឃ្លោកនេះផងដែរអត់ចាំបាច់ចោលហើយទៅទិញថ្មីប្រចាំឆ្នាំមួយឆ្នាំចោលហើយទៅទិញថ្មីអីនេះអត់ទេនៅពេលដែលចូលដល់វេលាចិត្តដល់ដាច់ឆ្នាំអីចឹងណាថ្ងៃណាដែលមានពន្លឺកាំរស្មីព្រះអាទិត្យខ្លាំងណាចាប់ពីម៉ោង11ទៅគឺយកវាទៅហាលកន្លះម៉ោង1ម៉ោងទៅអញ្ចឹងហាលកន្លះម៉ោង1ម៉ោងហើយយកមកទុកប្រើវិញទៅរើសវេលាទុកប្រើវិញណាសម្រាប់ដាក់តាំងមកវិញមកយើងអាចប្រើបានមកវិញណាព្រោះការហាលថ្ងៃក្រោមពន្លឺព្រះអាទិត្យដែលមានកាំរស្មីខ្លាំងនោះវានឹងកម្ចាត់ថាមពលមិនល្អនៅក្នុងឃ្លោកនោះរួចទៅហើយអញ្ចឹងដូចយើងសម្អាតអញ្ចឹងតែយើងត្រូវតែជូតសម្អាតផងណាមិនមែនសិតតែសម្រាមសិតតែធូលីជាប់នឹងហើយយកមកប្រើវិញអត់លាងអីអត់ទេតែបើសិនជាខ្ជិលសបោលុយណានឹងតែទិញថ្មីចោះនឹងយើងចាយលុយចោះណាដើម្បីជួយសេដ្ឋកិច្ចយើងផងតែសម្រាប់អ្នកដែលខ្សត់ខ្សោយកុំហក់លោតតាមអ្នកលក់ណាខ្ញុំផ្ដាំទៀតកុំហក់លោតតាមអ្នកលក់ព្រោះអ្នកលក់យើងដឹងហើយគេចង់បានអីបាទអញ្ចឹងសម្រាប់កត្តាមនុស្សវិញកុំប្រើប្រាស់ទិសនេះច្រើនពេកណាព្រោះទិសនេះមានផ្កាយលេខ3វានាំបញ្ហាឥទ្ធិពលប្រចាំឆ្នាំនោះអញ្ចឹងយើងត្រូវប្រយ័ត្នទិសនេះកុំប្រើទិសនេះច្រើនពេក
ហើយហាមដំស្វានរុះរើជួសជុលឬក៏មានក៏សម្លេងរំខានខ្លាំងការជីកកឲ្យជាដើមតែប្រយ័ត្នណាហើយគួរដាក់ធុងអំបិលដើម្បីកាត់បន្ថយថាមពលឆុងធុងអំបិលកន្លងអំបិលណាមានច្រើនក៏ហៅមិនក៏ហៅទៅសំខាន់ឲ្យតែមានអំបិលចាប់ពី1គីឡូឡើងទៅហ្នឹងជាកត្តាល្អណាយើងចូលទៅមួយទៀតកាយលេខ4ធាតុឈើចូលទៅទិសខាងជើងឈៀងកើតអញ្ចឹងទិសខាងជើងឈៀងកើតអង្សា 22.6 រហូតដល់ 67.5 ធាតុប្រចាំទិសហ្នឹងគឺធាតុដីអញ្ចឹងអធិពលប្រចាំឆ្នាំល្អសម្រាប់ការពង្រឹងចំណេះដឹងសតិបញ្ញាស្មារតីការសិក្សាស្រាវជ្រាវមានប្រជាប្រិយភាពនាំមកមានចំណេះក្នុងស្នេហាតែត្រូវរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អណាសម្រាប់អ្នកដែលទទួលរងឥទ្ធិពលនោះខ្លាំងជាងគេគឺអ្នកដែលមានលេខកជីវិតលេខ8មនុស្សប្រុសអាយុតិចជាងគេនៅក្នុងគ្រួសារអ្នកដែលមានតួខាលឬក៏តួឆ្លូវនៅក្នុងតារាងរាសីរបស់គាត់ការណែនាំនោះគឺតាំងអំពូលភ្លើងក្រហមកម្រាលព្រំក្រហមឬក៏គ្រឿងបរិក្ខារអគ្គិសនីណាកត្តាមនុស្សប្រើទិសនេះសម្រាប់កិច្ចការផ្សេងៗទៀតឲ្យបានច្រើនដើម្បីទទួលឥទ្ធិពលល្អប្រចាំឆ្នាំណាដើម្បីទទួលឥទ្ធិពលល្អប្រចាំឆ្នាំអញ្ចឹងប្រើទិសនេះបានច្រើនណាផ្កាយលេខ5ធាតុដីចូលទិសខាងត្បូងចាប់ពីអង្សា 157.6 រហូតដល់ 202.5 ធាតុភ្លើងណាធាតុប្រចាំទិសគឺធាតុភ្លើងយ៉ាងឥទ្ធិពលប្រចាំឆ្នាំនោះគឺនាំឲ្យមានគ្រោះថ្នាក់ដាច់សាច់ហូរឈាមណាមានបំណុលគ្រោះមហន្តរាយគ្រោះធម្មជាតិណាអាចជួបរឿងអស់ហ្នឹងនិងការវិបកតបតការវាយប្រហារណាមួយចឹងទៅទិសនេះនឹងនាំឲ្យមានអស្ថិរភាពទាំងផ្លូវកាយនិងផ្លូវចិត្តអញ្ចឹងអ្នកដែលនៅទិសខាងត្បូងអាចជួបនឹងអស្ថិរភាពទាំងផ្លូវកាយផ្លូវចិត្តអ្នកដែលទទួលរងឥទ្ធិពលខ្លាំងគឺអ្នកដែលមានផ្កាយជីវិតលេខ9ហើយមនុស្សស្រីវ័យកណ្ដាលក្នុងគ្រួសារនិងអ្នកមានតួមមីនៅក្នុងតារាងរាសីរបស់គាត់ការណែនាំនោះគឺដាក់តាំងសម្ភារៈដែលសាងអំពីលោហៈពិតប្រាកដណាលោហៈដែលមានប្រសិទ្ធភាពគួរជាងគេគឺស្ពាន់ដូចខ្ញុំជម្រាបជូនកន្លងមកអញ្ចឹងណាហើយវត្ថុតាំងនៅកន្លែងនេះកាន់តែធ្ងន់កាន់តែល្អណាកន្លែងហ្នឹងកាន់តែធំកាន់តែធ្ងន់កាន់តែល្អលោហៈហ្នឹងណាហើយកត្តាមនុស្សកុំប្រើទិសនេះច្រើនពេកណាដោយសារវាជាទិសទេវតាប្រចាំឆ្នាំហើយក៏គួរប្រយ័ត្នណាហាមដាក់ទឹកឬក៏ដីអត់ដាក់ទេណាទឹកឬក៏ដីអត់ដាក់ទេព្រោះផ្កាយលេខ5ជួបផ្កាយលេខ9អញ្ចឹងដីនិងភ្លើងអត់ត្រូវការទឹកទេហើយត្បិតតែផ្កាយលេខ5ធាតុដីមែនប៉ុន្តែវាអត់ល្អអញ្ចឹងយើងអត់គួរដាក់ធាតុដីបន្ថែមទៀតទេយើងត្រូវដាក់ទៅមួយមុខទេគឺលោហៈណាត្រូវតែដាក់លោហៈហើយទិសនេះគឺហាមវត្ថុមានចលនាការដំស្វានជ្រុះរើជួសជុលសម្លេងខ្លាំងជីកកោះជាដើមគឺត្រូវហាមណាហើយគួរដាក់ឃ្លោកកាត់មាត់ចំហហ្នឹងនៅទិសហ្នឹងដែរហើយក៏គួរតែបន្ថែមគីឡូអំបិលដើម្បីកាត់បន្ថយថាមពលអាក្រក់ផ្សេងកាត់ឡើងហ្នឹងផ្កាយលេខ6ធាតុមាសចូលនៅទិសខាងជើងទាំងផ្កាយលេខ6ធាតុមាសវាចូលទៅទិសអង្សា 337.6 រហូតដល់ 22.5 ធាតុរបស់ទិសគឺធាតុទឹកណាអញ្ចឹងផ្កាយនឹងមានន័យថាធាតុរបស់ផ្កាយនិងធាតុរបស់ទិសវាត្រូវគ្នាអញ្ចឹងអត់មានការបាតុកិច្ចទេតែណាទីទៀតយើងចូលដល់ឥទ្ធិពលប្រចាំឆ្នាំនោះគឺមានសិទ្ធិអំណាចល្បីល្បាញគេឈ្មោះនឹងការងារពាក់ព័ន្ធនឹងនយោបាយកម្លាំងប្រដាប់អាវុធតែក៏នឹងនាំឲ្យមានសម្ពាធអារម្មណ៍ច្រើនណាស់ផងដែរព្រោះពាក់ព័ន្ធនឹងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធនឹងកិច្ចការនយោបាយគឺច្រើន stress ហើយណាព្រោះដោយសារទំនួលខុសត្រូវខ្ពស់ហើយអ្នកដែលទទួលរងឥទ្ធិពលខ្លាំងនោះគឺអ្នកដែលមានកាយជីវិតលេខ1មនុស្សប្រុសវ័យកណ្ដាលក្នុងគ្រួសារនិងអ្នកដែលមានតួជូតនៅក្នុងតារាងរាសីរបស់គាត់ការណែនាំដាក់តាំងសម្ភារៈដែលសាងអំពីលោហៈពិតប្រាកដលោហៈដែលមានប្រសិទ្ធភាពគួរជាងគេគឺស្ពាន់ណាវត្ថុតាំងនៅកន្លែងនេះកាន់តែធ្ងន់កាន់ល្អគួរថែមរុក្ខជាតិបៃតងដើម្បីសម្រួលការប៉ះទង្គិចធម្មពលមមីនិងជូតណាត្រូវថែមបែបហ្នឹងកត្តាមនុស្សប្រើទិសនេះពេលមានការចាំបាច់សម្រាប់លើកិច្ចការពាក់ព័ន្ធនឹងឥទ្ធិពលខាងលើឥទ្ធិពលប្រចាំឆ្នាំមានសិទ្ធិអំណាច3បាញ់ហ្នឹងណាអញ្ចឹងប្រើទិសនេះសម្រាប់តែសម្រាប់កិច្ចការមានន័យថាធ្វើកិច្ចការពាក់ព័ន្ធនឹងឥទ្ធិពលខាងលើនោះប៉ុណ្ណោះយើងអត់ប្រើសម្រាប់ធ្វើអីផ្សេងទៀតទេក្រៅពីឥទ្ធិពលរបស់វាហ្នឹងព្រោះវាជាទិសឆុងប្រចាំឆ្នាំអញ្ចឹងទិសឆុងប្រចាំឆ្នាំវានឹងនាំឥទ្ធិពលមិនល្អដល់យើងដូច្នេះយើងត្រូវតែរក្សាការប្រុងប្រយ័ត្នបានខ្ពស់ហើយក្នុងទិសនេះផងដែរហាមដាក់វត្ថុមានចលនាការដំស្វានរុះរើជួសជុលសម្លេងខ្លាំងឬក៏ការជីកកោះជាដើមនៅទិសនេះត្រូវដាក់ឃ្លោកកាត់មាត់ចំហនិងកន្លអំបិលដើម្បីកាត់បន្ថយថាមពលអាក្រក់ណា
ផ្កាយលេខ7ធាតុមាសចូលក្នុងទិសខាងត្បូងជាងលិចអញ្ចឹងទិសខាងត្បូងជាងលិចចាប់ពីអង្សា202.6រហូតដល់247.5ធាតុប្រចាំទិសនេះគឺធាតុដីណាអញ្ចឹងឥទ្ធិពលប្រចាំឆ្នាំនេះគឺអាចមានឱកាសចំណេញលុយកាក់តែក៏ប្រឈមខ្ពស់លើការប្រកួតប្រជែងដណ្ដើមប្រយោជន៍ចោរកម្មនិងខាតបង់ផងដែរទិសនេះក៏នឹងបង្កើតណាបកឲ្យមានអារម្មណ៍ឯកោមិនស្កប់ស្កល់និងបញ្ហាសុខភាពពិសេសបញ្ហាទល់ខ្យល់ណាបញ្ហាទល់ខ្យល់វាពាក់ព័ន្ធនឹងកាពះនិងពោះវៀនធំនឹងប្រយ័ត្នទៅនឹងណាហើយអ្នកដែលទទួលរងឥទ្ធិពលខ្លាំងជាងគេគឺអ្នកដែលមានផ្កាយជីវិតលេខ2ស្ត្រីវ័យចំណាស់ក្នុងគ្រួសារអាចជាអ្នកម្ដាយឬក៏ជីដូនក្នុងក្រុមគ្រួសារនិងអ្នកដែលមានតួមម៉ែនិងវោកនៅក្នុងត្រាំងរាសីរបស់គាត់សម្រាប់ការណែនាំនោះគឺដាក់ទឹកចំណុះចាប់ពី5លីត្រឡើងណាដាក់ទឹកចំណុះចាប់ពី5លីត្រឡើងតែមិនត្រូវមានចលនាឡើយព្រោះផ្កាយអត់ល្អទេយើងអត់ឲ្យវាមានចលនាទេយើងដាក់ទឹកចាប់ពីចំណុះ5លីត្រឡើងនេះដើម្បីបន្ថយឥទ្ធិពលរបស់ផ្កាយធាតុមាសតោះណាសម្រាប់កត្តាមនុស្សគឺប្រើទិសនេះពេលមានការចាំបាច់ប៉ុណ្ណោះហាមដាក់មានវត្ថុចលនាដំស្វានរុះរើចុះចូលសម្លេងខ្លាំងឬក៏ជីកកោះគួរដាក់ឃ្លោកកាត់មាត់ចំហនិងកន្លអំបិលដើម្បីកាត់បន្ថយឥទ្ធិពលអាក្រក់ណាមានសំណួរអាចសួរថាចុះបើទិសនេះខ្ញុំមានទូលថៃមានអុកស៊ីហ្សែនវាយូរហើយខ្ញុំបិទវាឬក៏យ៉ាងណាបងប្អូនអាចបើកវាក៏បានបន្តវាក៏បានព្រោះយើងដាក់យូរហើយក៏ប៉ុន្តែដើម្បីគេហៅថា play safe ណា play safe ហ្នឹងគឺមានទូត្រីនៅក្នុងចោះមានត្រីនៅក្នុងហ្នឹងចោះប៉ុន្តែកាត់បន្ថយសំឡេងទឹកធ្លាក់ឬក៏កាត់បន្ថយការបូមចម្រោះទឹកដើម្បីឲ្យទឹកស្អាតណាគឺកាត់បន្ថយវាទៅថ្ងៃណាដែលមានទឹកអាកាសល្អចាំយើងបើកវាមួយថ្ងៃទៅតែបើសិនជាទូទៅគឺយើងបិទវាចិនត្រៃអញ្ចឹងណាអាហ្នឹងជាវិធីដែលខ្ញុំធ្វើព្រោះខ្ញុំក៏មានផ្កាយមានទូត្រីធំនៅទិសត្បូងជាងលិចហ្នឹងដែរហើយខ្ញុំក៏ប្រើវិធីហ្នឹងដែរអញ្ចឹងណានឹងជាបទពិសោធន៍របស់ខ្ញុំផ្កាយលេខ8ធាតុដីចូលទិសខាងកើតទិសខាងកើតអង្សា 67.6 រហូតដល់ 112.5 ធាតុប្រចាំទិសនោះគឺធាតុឈើណាយ៉ាងឥទ្ធិពលប្រចាំឆ្នាំគឺសុខភាពទ្រព្យធនភាពរីកចម្រើនភាពល្បីល្បាញនិងភាពជោគជ័យតែបើមានថាមពលមិនល្អពីបរិស្ថានជុំវិញវានឹងនាំឲ្យមានគ្រោះថ្នាក់ដល់ក្មេងតូចៗបរិស្ថានមិនល្អថាមពលមិនល្អពីបរិស្ថានជុំវិញយ៉ាងម៉េចឧទាហរណ៍ថានៅទិសខាងកើតហ្នឹងមានផ្កាយលេខ8ហ្នឹងហើយណាល្អហើយតែនៅខាងហ្នឹងមានបកគោភ្លើងធំមួយមានត្រង់ស្បូរធំមួយឬក៏មានផ្លូវបុកចំយើងឬមួយក៏មានការដំស្មានឬក៏គេធ្វើអគារធំមួយដែលកំពុងតែបុកអង្គើខ្លាំងពួកហ្នឹងសុទ្ធតែជាសារជាជួនកាលគេមានសញ្ញាព្រួយអីណាមួយឬក៏មានអីមួយដែលចាក់មកលើយើងដបូគេ ស្រួលចាក់លើយើងឬក៏មានខ្លោងទ្វារវត្តឬក៏មានមច្ឆាបច្ឆាជាស្រ័យណាមានបច្ឆាបូជាសោនោះនៅចំអាទិសហ្នឹងទៀតហើយផ្សែងហុយមកកន្លែងយើងទៀតអាហ្នឹងគឺបាតុកិច្ចយើងហើយណាតែប្រយ័ត្នត្រង់ហ្នឹងឯងអាហ្នឹងវាអាចជាឥទ្ធិពលដល់ក្មេងតូចសារឈឺអាចមានគ្រោះថ្នាក់ផ្សេងណាហើយអ្នកដែលទទួលរងឥទ្ធិពលខ្លាំងពីទិសនេះនោះគឺអ្នកដែលមានផ្កាយជីវិតលេខ3ឬក៏មនុស្សប្រុសអាយុច្រើននៅក្នុងក្រុមគ្រួសារមិនមែនអាយុច្រើនជាងគេទេណាគឺអាយុច្រើនអញ្ចឹងមានន័យថាអាចកូនដែលមានកូនធំកូនទី1ឬមួយក៏កូនទី2ក៏ដោយប៉ុន្តែសូត្រតែអ្នកអាយុច្រើននៅក្នុងក្រុមគ្រួសារណាហ្នឹងគឺទទួលផលបាតុកិច្ចហ្នឹងហើយអ្នកដែលមានតួថោះក្នុងតារាងរាសីរបស់គាត់ការណែនាំនោះគឺដាក់គោមអំបិលគ្រឿងបរិក្ខារអគ្គិសនីនិងសម្ភារៈសាងអំពីដីឬក៏ប៉ូស្លែនព្រោះទិសនេះធាតុឈើបង្កើតភ្លើងបង្កើតដីអញ្ចឹងគោមអំបិលគ្រឿងបរិក្ខារអគ្គិសនីសុទ្ធតែជាធាតុភ្លើងសម្ភារៈសាងពីដីឬក៏ប៉ូស្លែនគឺធាតុដីណាអាហ្នឹងកលឹះណាបងប្អូនអាច reverse engineer ទៅលើអ្វីដែលខ្ញុំណែនាំកន្លងមកក៏ដូចជាវីដេអូឆ្នាំនេះអាចនឹងស្វែងយល់អំពីកត្តាតារាសាស្ត្របានច្រើនដែរកត្តាមនុស្សគឺប្រើទិសនេះឲ្យបានច្រើនដើម្បីទទួលឥទ្ធិពលពីផ្កាយលេខ9ធាតុភ្លើងចូលទិសខាងត្បូងជាងកើតអញ្ចឹងទិសខាងត្បូងជាងកើតចាប់ពីអង្សា 112.6 រហូតដល់ 157.5 ធាតុប្រចាំទិសគឺធាតុឈើណាឥទ្ធិពលប្រចាំឆ្នាំនោះគឺផ្កាយល្អបំផុតប្រចាំយុគសម័យកាលទី9ដែលនាំឲ្យកើតមានទ្រព្យសម្បត្តិការវិនិយោគប្រជាប្រិយភាពសតិបញ្ញានិងការឡើងតំណែងល្អជាដើមថាមពលល្អជាងគេផ្កាយលេខ9ណាអញ្ចឹងចាប់វាឲ្យបានអ្នកដែលទទួលរងឥទ្ធិពលខ្លាំងជាងគេគឺអ្នកដែលមានផ្កាយជីវិតលេខ4ឬក៏មនុស្សស្រីអាយុច្រើននៅក្នុងក្រុមគ្រួសារណាមនុស្សស្រីអាយុច្រើនមិនមែនមានន័យថាមនុស្សស្រីចាស់ជាងគេទេតែមនុស្សស្រីអាយុច្រើននៅក្នុងក្រុមគ្រួសារនិងអ្នកដែលមានតួរងឬក៏ម្សាញ់នៅក្នុងតារាងរាសីរបស់គាត់
ការណែនាំនោះគឺដាក់តាំងគោមអំបិលគ្រឿងបរិក្ខារអគ្គិសនីទឹកធ្លាក់មានភ្លើងលម្អជាដើមព្រោះទិសនេះធាតុឈើហើយនៅក្នុងប្រចាំឆ្នាំមានផ្កាយលេខ9ធាតុភ្លើងអញ្ចឹងឈើបង្កើតភ្លើងហើយអញ្ចឹងយើងដាក់ភ្លើងបន្ថែមហើយយើងមានដាក់ទឹកបន្ថែមទឹកនេះគឺដើម្បីជួយជំរុញតារាសាស្ត្រមានន័យថាជួយជំរុញធាតុឈើនៅក្នុងទិសនេះហើយឈើកាន់តែល្អភ្លើងឆេះកាន់តែល្អតោះណាអានេះគឺជាកលឹះណាហើយកត្តាមនុស្សវិញប្រើទិសនេះបានច្រើនដើម្បីទទួលឥទ្ធិពលពីផ្កាយហ្នឹងតំបន់ភូមិសាស្ត្រអញ្ចឹងដល់ពេលដែលយើងយកផ្កាយតារាសាស្ត្រប្រចាំឆ្នាំហ្នឹងយើងយកមកពង្រាយទូទាំងពិភពលោកណានេះគឺជាផែនទីពិភពលោកហើយខ្ញុំរៀងតម្លាក់ខិតចុះក្រោមបន្តិចដោយសារប៉ូលខាងជើងនោះគឺជាវាលតកករហោស្ថានហើយអាហ្នឹងអញ្ចឹងវា freeze អញ្ចឹង freeze វាអត់សូវមានចលនាអត់សូវមានចរន្តមនុស្សចេញចូលច្រើនទេអញ្ចឹងបានខ្ញុំតម្លាក់វាចុះក្រោមបន្តិចដើម្បីសម្ដៅទៅលើតំបន់ដែលមានមនុស្សច្រើននៅណាអញ្ចឹងយើងឃើញឯផ្កាយលេខ2នៅទិសខាងជើងជាងលិចផ្កាយលេខ3នៅទិសខាងលិចផ្កាយលេខ7នៅទិសខាងត្បូងជាងលិចផ្កាយលេខ5នៅទិសខាងត្បូងផ្កាយលេខ9នៅទិសខាងត្បូងជាងកើតផ្កាយលេខ8នៅទិសខាងកើតផ្កាយលេខ1នៅកណ្ដាលផ្កាយលេខ6នៅទិសខាងជើងហើយផ្កាយលេខ4នៅទិសខាងគេខាងត្បូងជាងកើតเนาะអញ្ចឹងយើងអាចដឹងថាឥទ្ធិពលផ្កាយនីមួយៗហ្នឹងវាមានបែបណាខ្លះប្រចាំឆ្នាំ2026អញ្ចឹងតំបន់ណាដែលស្ថិតនៅក្រោមឥទ្ធិពលផ្កាយណាវានឹងទទួលឥទ្ធិពលផ្កាយនោះមកមានន័យថាវាទទួលឥទ្ធិពលរបស់ផ្កាយប្រចាំឆ្នាំហ្នឹងណាអញ្ចឹងយើងមើលតំបន់អាស៊ីរបស់យើងស្រុកខ្មែរយើងមើលទូទាំងពិភពលោកយើងឃើញប្រទេសយើងនៅក្នុងតំបន់លេខ8ដែលជាផ្កាយល្អដែរតែផ្កាយ8នេះវាមិនខ្លាំងដោយការពីឆ្នាំទៅមិញនោះទេឆ្នាំទៅមួយទៀតទេព្រោះដោយសារយើងចូលមកដល់យុគសម័យកាលទី9ហើយដើមផ្កាយលេខ8ចាប់ដើមថមថយឥទ្ធិពលតែវាអត់ប្រែទៅជាអាក្រក់ទាំងស្រុងទេផ្កាយលេខ8ណាផ្កាយលេខ1 6 8អត់ថយឥទ្ធិពលទៅអាក្រក់ទាំងស្រុងដូចផ្កាយលេខ2លេខ3លេខ5នោះទេផ្កាយលេខ8វាថយឥទ្ធិពលមែនប៉ុន្តែវានៅតែមានឥទ្ធិពលល្អដែលអាចជួយយើងបានអញ្ចឹងប្រទេសយើងស្ថិតនៅក្នុងតំបន់ផ្កាយលេខ8ជាលក្ខណៈរួមតំបន់អាស៊ីអាគ្នេយ៍ទទួលបានឥទ្ធិពលល្អពីផ្កាយលេខ8ក៏ប៉ុន្តែក្នុងគ្រោះមានលៀបក្នុងលៀបមានគ្រោះនៅពេលដែលយើងកន់មើលភូមិភាគអនុតំបន់អាស៊ីអាគ្នេយ៍របស់យើងឃើញថាផ្កាយ2 3 7គឺនៅប៉ែកខាងលិចណាត្បូងជាងលិចខាងលិចចំហើយនឹងជើងជាងលិចហើយអនិច្ចាអីស្រុកយើងថៃភាគខាងត្បូងប្រទេសវៀតណាមហើយនិងម៉ាឡេស៊ីភាគខាងកើតនៃប្រទេសម៉ាឡេស៊ីនេះជួបផ្កាយលេខ3ចំប្លុកផ្កាយលេខ3នៅក្នុងទូទាំងទ្វីបឧបទ្វីបអាស៊ីអាគ្នេយ៍របស់យើងអញ្ចឹងមានន័យថាប្រមាណប្រទេសនៅក្នុងនេះជួបទទួលរងផលរំខានច្រើនជាពិសេសខ្មែរនិងថៃដែលកំពុងតែមានចំនួនស្រាប់នេះហើយផ្កាយលេខ3វាពាក់ព័ន្ធនឹងចំនួនចោរកម្មផងដែរអញ្ចឹងវាគឺជាកត្តាព្រំលិខិតដែលចាមកហើយតារាសាស្ត្រគឺវាច្បាស់ណាហើយឥទ្ធិពលរបស់វាចាប់ដើមមានឥទ្ធិពលតាំងពីឆ្នាំ2025នេះតាំងពីពាក់កណ្ដាលឆ្នាំមកម្លេះមានន័យថានៅពេលដែលចូលធម្មពលរដូវក្តៅព្រោះពាក់កណ្ដាលឆ្នាំ2025នេះទៅវាចូលដល់រដូវក្តៅហើយព្រោះមមីណាម្សាញ់មមីបំបែរដូវក្តៅអញ្ចឹងពាក់កណ្ដាលឆ្នាំម្សាញ់មកចាប់ដើមមានឥទ្ធិពលនឹងផ្ទុះសង្គ្រាមនឹងកើតឡើងអញ្ចឹងវាជារឿងមួយដែលអសល់សម្រាប់ប្រទេសយើងដែរហើយយើងឈានមកមើលផែនទីស្រុកខ្មែរហើយយើងបែងចែកអង្គន់បន្ថែមទៀតគឺយើងចំទិសដៅដែលមានបញ្ហានឹងទាំងស្រុងដូចខ្ញុំបានគូសវាពណ៌ឲ្យមើលកន្លងមកអញ្ចឹងគឺទិសខាងជើងជាងលិចខាងលិចខាងត្បូងជាងលិចហើយនឹងខាងត្បូងសុទ្ធតែមានផ្កាយដែលមិនល្អមានហានិភ័យខ្ពស់ក្នុងការបរិកិច្ចនាំឲ្យមានបកកចំនួនស្របពេលជាមួយនឹងធម្មពលភ្លើងយ៉ាងនៅលើមមី2026នេះដែលចូលមកនាំឲ្យយើងទទួលរងសម្ពាធកាន់តែខ្លាំងឥឡូវនេះយើងចូលមកមើលកត្តារាសីម្ដងភ្លើងយ៉ាងលើមមីណានៅឆ្នាំ2026នេះគឺឆ្នាំភ្លើងយ៉ាងលើមមីដែលយើងនឹងទទួលរងឥទ្ធិពលការទទួលរងឥទ្ធិពលនេះគឺយើងអាច inherit មានន័យថាយើងទទួលរងឥទ្ធិពលនោះមកដាក់ក្នុងខ្លួនយើងនឹងប្រកាន់អេយ៉ាបតពាក់ព័ន្ធនឹងភ្លើងយ៉ាងលើមមីមួយវិញទៀតយើងអាចនឹងទទួលរងផលប៉ះពាល់ពីភ្លើងយ៉ាងលើមមីមានន័យថាអ្នកណាម្នាក់គាត់ទទួលរងឥទ្ធិពលនោះ
គាត់ស្រូបទាញយកឥទ្ធិពលនោះហើយគាត់នឹងអាចជះឥទ្ធិពលនោះមកលើយើងវិញផងដែរអញ្ចឹងឆ្នាំភ្លើងយ៉ាងលើមមីនេះនាំឲ្យមានអំណាចមុនស្នេហ៍មកចត់ស្វែងរកភាពល្អឥតខ្ចោះអោហាតរហ័សរហួនក្លាហានផ្សងព្រេងនិងឯករាជ្យហើយចំណុចអវិជ្ជមានវិញគឺរឹងរូសងាយប៉ះទង្គិចអារម្មណ៍មួម៉ៅអារម្មណ៍ច្រើនសម្ភារៈនិយមឆាប់ធុញទ្រាន់មិនសូវអត់ធ្មត់មិនសូវក្រូចច្បាប់ទម្លាប់ច្រឹកមេជិះជាន់អញ្ចឹងយើងអាចទទួលឥទ្ធិពលនោះដាក់ខ្លួនយើងហើយយើងអាចមិនដឹងខ្លួនថាយើងជះឥទ្ធិពលនេះទៅលើអ្នកណាម្នាក់ក្រោមអាវ៉ារបស់យើងទេតែយើងក៏អាចទទួលរងឥទ្ធិពលនេះពីអ្នកណាម្នាក់ដែលគាត់ទទួលឥទ្ធិពលនេះខ្លាំងហើយគាត់អាចនឹងជះឥទ្ធិពលនោះមកលើយើងក្រុមដណ្ដប់លើយើងអញ្ចឹងដូចខ្ញុំបានចែករំលែកនៅក្នុង Facebook page ហើយនឹង channel Telegram កន្លងមកគឺឆ្នាំភ្លើងយ៉ាងលើមីនេះក្តៅខ្លាំងនឹងទៅចេះអត់ធ្មត់ណាទៅចេះអត់ធ្មត់ឲ្យបានខ្លាំងបំផុតតាមដែលអាចធ្វើទៅបានយើងមិនអាចកំហឹងទល់កំហល់បានទេបើមិនអញ្ចឹងទេភ្លើងយ៉ាងក្តៅយ៉ាងឆេះសម្បើមនឹងកាត់មានឡើងនឹងផ្ទុះឡើងពាក្យដែលខ្មែរយើងច្រើននិយាយនោះគឺភ្លើងចេះកាលណាអញ្ចឹងប្រយ័ត្នលក្ខខណ្ឌនោះកាត់ឡើងដូច្នេះហើយបានជាយើងព្យាយាមអត់ធ្មត់ណាហើយប្រទេសផ្សេងទៀតក៏ព្យាយាមអត់ធ្មត់ដែរក៏ប៉ុន្តែការអត់ធ្មត់វានឹងមានកម្រិតវាមិនអាចអត់ធ្មត់រហូតទៅដល់គេវាយក្បាលយើងគេខោក្បាលយើងគេសម្លាប់បងប្អូនយើងហើយយើងនៅអត់ធ្មត់រហូតនោះទេយើងនៅមានព្រំដែនកំណត់របស់យើងហើយយើងក៏ត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់មុននឹងយើងតតាំងទៅគេដែរណាហ្នឹងយើងត្រូវចាំនៅក្នុងកតារាសីណាយើងមានរាសីមេឃរាសីដីហើយនៅក្នុងតួម៉ោងណាមានរាសីមេឃរាសីដីតួថ្ងៃក៏មានដូចនោះតួខែតួឆ្នាំក៏មានដូចគ្នាក៏ប៉ុន្តែនៅក្នុងតួម៉ោងវាមានឥទ្ធិពលផ្សេងពីតួថ្ងៃតួខែតួឆ្នាំដូច្នេះក្នុងតួម៉ោងយើងមានឥទ្ធិពលពាក់ព័ន្ធនឹងកូនចៅការវិនិយោគអាចជាផ្នត់កំណត់របស់យើងដែរតួថ្ងៃពាក់ព័ន្ធសម័យខ្លួនប្តីប្រពន្ធរបស់យើងតួខែពាក់ព័ន្ធនឹងបេដាអាចឈានទៅដល់បងប្អូននិងការងាររបស់យើងតួឆ្នាំពាក់ព័ន្ធជាមួយនឹងចាស់ទុំថ្នាក់លើហើយនឹងមិត្តភ័ក្តិក្នុងបណ្ដាញសង្គមរបស់យើងអញ្ចឹងបើសិនជាមានតួស័ព្ទណាមួយនៅក្នុងម៉ោងឬក៏ថ្ងៃឬក៏ខែឬក៏ឆ្នាំហើយមានឥទ្ធិពលបែបណាអញ្ចឹងនោះបុគ្គលដែលមានទំនាក់ទំនងជាមួយយើងទាំងអស់នេះណាបើផ្នែកមកក្រុមនឹងមានទទួលឥទ្ធិពលបែបនោះមានន័យថាយើងនិងបុគ្គលក្រុមនោះនឹងទទួលជួបឥទ្ធិពលបែបផែននឹងឯងណាអញ្ចឹងយើងចូលមកមើលជូតណាដើមទីតែម្ដងជូតគឺបើកឆាកមកឆុងតែម្ដងឆ្នាំនេះយើងឃើញគ្រាន់តែចូលមកដល់ដើមខែជូតគ្រាន់តែឆ្លងងាច់បានតែប្រហែលម៉ោងគឺគេចាប់ដើមរករឿងយើងណាហ្នឹងគឺជាឥទ្ធិពលជូតឆុងជាមួយម៉មីហើយអ្នកណាដែលជជែកថាអូអត់ទេវាមិនទាន់ចូលដល់វេលាម៉មីនៅឡើយទេពិនិត្យមើលខ្លួនឯងណាវេលាធម្មពលម៉មីវាចាប់ដើមកើតឡើងតាំងពីដើមខែកុលមកម្លេះគ្រាន់តែវាអត់ទាន់ខ្លាំងឥឡូវនេះចូលមកដល់ខែជូតចាប់ដើមខ្លាំងតិចម្ដងហើយយើងសង្កេតឃើញហើយគ្រាន់តែចាប់ដើមខែជូតនៅក្នុងឆ្នាំ2025ព្រាមគេចាប់ដើមរករឿងយើងព្រាមណាបានតែប្រហែលម៉ោងទេសង្កេតមើល check ទៅមើលម្ដងទៀតខ្ញុំបានបង្ហោះរួចហើយនោះគឺជាឥទ្ធិពលដែលមមីនឹងជូតបាតុកិច្ចគ្នាហើយសែននំអ៊ីហើយវានឹងមានឥទ្ធិពលមួយបែបទៀតដែលធ្វើឲ្យយើងជួយក្បាលលើដើមសម្រាប់អ្នកដែលកើតឆ្នាំជូតណាស្វែងរកជំនួយគឺរកពីមនុស្សឆ្នាំឆ្លូវអ្នកដែលមានតួឆ្លូវនឹងរងនៅក្នុងតារាងរបស់គាត់អាចមានមួយណាអាចមានឆ្លូវឬក៏អត់ឆ្លូវទៅមានរងទៅបើមានទាំងពីរកាន់តែប្រសើរតែបើសិនជាមានតែមួយក៏អាចជួយយើងបានហើយណាអញ្ចឹងមនុស្សឆ្លូវហើយនឹងរងអាចជួយអ្នកជូតនៅក្នុងឆ្នាំ2026នេះបានតែចាំណាចំណុចអវិជ្ជមាននៅក្នុងឆ្នាំនេះខ្ញុំដាក់ចំណុចអវិជ្ជមានមុនចំណុចវិជ្ជមានដោយសារខ្ញុំចង់ដាស់សតិឲ្យយើងដឹងមុនហើយខ្ញុំសម្រួលអារម្មណ៍តាមក្រោយតាមរយៈធម៌ពលល្អៗដែលជួយដោះស្រាយបញ្ហាដែលយើងប្រឈមនោះវិញអញ្ចឹងចំណុចអវិជ្ជមានគឺយើងអាចមានការឆ្លោះប្រកែករបួសស្នាមការនិយាយដើមឬក៏បរិហាមានគ្រោះថ្នាក់មានជំងឺការខាតបង់ប្រាក់កាសកិច្ចការនានាពិបាកនឹងរីកចម្រើនទៅមុខងាយនឹងគេលបួងឬក៏អាចនឹងប្រឈមបញ្ហាផ្លូវច្បាប់វិបត្តិផ្លូវចិត្តជាដើមរីឯចំណុចវិជ្ជមានវិញគឺសម្បូរឱកាសពីបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ការបន់ស្រន់អាចនឹងទទួលផលតែគ្រប់យ៉ាងត្រូវរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះយើងឆុងឆ្នាំអីក៏ដោយត្រូវតែប្រយ័ត្នឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបានអ្នកដែលមានតួទឹកយ៉ាងឬក៏មាសយ៉ាងលើជូតនៅក្នុងតារាងរាសីរបស់គាត់ហើយថែមទាំងគាត់មិនត្រូវការធាតុភ្លើងផងនោះ
គាត់នឹងជួបគ្រោះធំជាងគេបំផុតហើយណាត្រូវប្រយ័ត្នបានខ្ពស់ហើយក៏បីធ្វើកិច្ចកាត់គ្រោះកាត់ឆុងឲ្យបានធ្វើបែបខ្មែរក៏បានធ្វើបែបចិនក៏បានដែរខ្ញុំប្រើពាក្យកាត់គ្រោះតាមបែបខ្មែរហើយកាត់ឆុងតាមបែបចិនអ្នកណាចង់រើសតាមវិធីណាក៏ធ្វើទៅកម្លាំងថាមពលដូចគ្នាទេអ្នកដែលឆុងចំណាំណាអ្នកដែលឆុងគឺហាមចូលរួមបុណ្យសពទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យឬក៏ទៅកន្លែងបញ្ចុះសពព្រោះកន្លែងនោះមានថាមពលយីនខ្លាំងណាស់ថាមពលអវិជ្ជមានខ្លាំងណាស់ដែលនឹងអូសទាញយើងឲ្យធ្លាក់ចុះបានកាន់តែទៀបហើយងាយនឹងធ្វើទុកយើងទៀតអាចនឹងឈឺអាចនឹងទទួលរងឆុងនោះមានរឿងហេតុភេទកើតឡើងតាមដងផ្លូវតាមអីចឹងទៅណាគឺមានរឿងច្រើនណាស់ឆ្លូវណាឆុងតូចប្រចាំឆ្នាំឆ្លូវក៏ឆុងដែរណាប៉ុន្តែឆុងតូចតែឆុងតូចឬធំត្រូវប្រយ័ត្នដូចគ្នាអូខេហើយអ្នកដែលអាចជួយអ្នកកើតឆ្នាំឆ្លូវនៅបាននោះអ្នកដែលមានតួឆ្លូវបាននោះគឺរកានិងកុលណាទៅពឹងគាត់អាចជួយយើងបានចំណុចអវិជ្ជមានគឺជួបឧបសគ្គច្រើនមានគេចំណែនក្បត់ណាប្រឈមគ្រោះធម្មជាតិនិងអាចមានសមាជិកក្នុងក្រុមគ្រួសារធ្លាក់ខ្លួនឈឺចំណុចវិជ្ជមានវិញគឺទទួលបរិជ័យពីទេវតាមានគេឈ្មោះល្អនិងមានគេជួយជ្រោមជ្រែងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបង្វែររឿងមិនល្អឲ្យទៅជារឿងល្អទទួលឱកាសឡើងតំណែងនិងប្រាក់ខែបានទៀតផងអ្នកដែលមានតួឆ្លើយគួរធ្វើកិច្ចកាត់គ្រោះឬកាត់ឆុងណាហើយពិសេសអ្នកដែលមិនត្រូវការទីភ្លើងត្រូវតែប្រយ័ត្នតែម្ដងអ្នកអត់ត្រូវការទីភ្លើងណាហើយហាមចូលរួមបុណ្យសពសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យឬក៏ទៅកន្លែងបញ្ចុះសពហាមណាអ្នកដែលមានតួខាលនៅក្នុងតារាងរាសីរបស់គាត់បើសិនជាត្រូវការពឹងអាស្រ័យទៅរកមនុស្សដែលមានតួថោះឬក៏កលគេអាចជួយបានចំណុចអវិជ្ជមានដែលយើងនឹងជួបណាអាចនឹងមានការបែកធ្លាយរឿងអាស្រូវស្នេហាសម្រាប់អ្នកដែលមានពី3ណាអាចមានសមាជិកក្នុងគ្រួសារធ្លាក់ខ្លួនឈឺអាចប្រឈមគ្រោះធម្មជាតិឬក៏មានរបស់អ្វីមួយធ្លាក់ត្រូវមកករបួសស្នាមឬក៏ជួបអំពើចោរកម្មណាចំណុចនេះមានបងប្អូនយើងម្នាក់ហើយទទួលរងពីការវាយប្រហារ drone ក៏ដូចជាពីយន្តហោះចម្បាំងណាអញ្ចឹងគេបំផ្លោងគេបំផ្ទុះឲ្យទៅវាខ្ចាយត្រូវយើងអញ្ចឹងអីដែលធ្លាក់មកជួនកាលធ្លាក់មែកឈើជួនកាលបាក់វារងដាយសកត់លើអញ្ចឹងណាអានឹងត្រូវប្រយ័ត្នណាហើយអាចជួបអំពើចោរកម្មផងដែរចំណុចវិជ្ជមានវិញគឺមានប្រជាប្រិយភាពសម្បូរមុនស្នេហ៍ហើយអ្នកដែលលាវអាចមានឱកាសជួបគូហើយអាចនឹងមានការធ្វើដំណើរច្រើនអញ្ចឹងប្រយ័ត្នណាអ្នកដែលមានសម្បូរមុនស្នេហ៍ហើយមានចំណុចអវិជ្ជមានប្រយ័ត្នរឿងអាស្រូវណាហ្នឹងគឺប្រឈមខ្ពស់ណាមានចំណុចវិជ្ជមានផងអវិជ្ជមានផងអ្នកនឹងប្រឈមខ្ពស់ហើយអញ្ចឹងត្រូវរក្សាគម្លាតណាខ្ញុំមិនដឹងល្បិចខលខូចរបស់គេយ៉ាងណាទេប៉ុន្តែត្រូវរក្សាគម្លាតហើយរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពាក់ព័ន្ធនឹងការទំនាក់ទំនងស្នេហាហ្នឹងថោះឆុងតូចប្រចាំឆ្នាំណាអញ្ចឹងឆុងតូចឆុងធំដូចជំរាបជូនអញ្ចឹងត្រូវធ្វើកិច្ចកាត់គ្រោះជាពិសេសអ្នកដែលមិនត្រូវការទីភ្លើងសម្រាប់អ្នកដែលមានតួថោះនេះបើត្រូវការពឹងអាស្រ័យគួររកមនុស្សដែលមានតួមួយម៉ែនិងកលនៅក្នុងតារាងរបស់គាត់របស់បុគ្គលដែលយើងត្រូវពឹងនឹងណាភាគច្រើនយើងដឹងត្រឹមតួឆ្នាំយើងមិនអាចដឹងពេញលេញតារាងរបស់គេទេលើកលែងតែយកវេលាកំណត់របស់គេមកវិភាគណាហើយជួនកាលវេលាកំណត់របស់គេដែលយកមកវិភាគហ្នឹងមិនមែនជាវេលាកំណត់ពិតប្រាកដទៀតព្រោះខ្មែរយើងច្រើនតែលាក់វេលាកំណត់ទៅណាពិបាកដឹងបន្តិចចំណុចអវិជ្ជមានគឺអាចមានរឿងអាស្រូវស្នេហាមានចំនួនប្រឈមបញ្ហាផ្លូវច្បាប់និងសម្ពាធផ្លូវចិត្តហើយចំណុចវិជ្ជមានទទួលពរជ័យពីទេវតាមានឱកាសល្អច្រើនក្នុងរឿងលុយកាក់មានលៀបពីដីធ្លីមានប្រជាប្រិយភាពមានការជួយជ្រោមជ្រែងពីអ្នកមានឋានៈយសស័ក្តិក្នុងសង្គមណាហើយសបោសបាយឆ្នាំនេះសបោសបាយណាតែត្រូវប្រយ័ត្នហ្នឹងគឺត្រូវធ្វើកិច្ចកាត់គ្រោះកាត់ឆុងណាជាពិសេសអ្នកដែលអត់ត្រូវការទីភ្លើងហើយហាមចូលរួមបុណ្យសពទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យឬក៏ទៅកន្លែងបញ្ចុះសពទៅចំណាំណាមិនមែនតែពេលវេលានេះទេពេលវេលាណាក៏ដោយឲ្យតែយើងដឹងថាតួយើងរិស័យរបស់យើងឆុងហាមទៅកន្លែងអស់នោះណារោងអ្នកដែលមានតួរោងបើសិនជាមានការត្រូវការពឹងអាស្រ័យនរណាម្នាក់នោះគឺរកអ្នករកាណាអ្នករកាអាចជួយយើងបានក្នុងឆ្នាំនេះជាទូទៅរោងហើយនឹងរកាត្រូវគ្នារហូតហ្នឹងអញ្ចឹងពឹងអាស្រ័យគ្នាបានផលហើយតែឆ្នាំនេះពឹងរកាបានផលខ្ពស់ក្រៃលែងណាចំណុចអវិជ្ជមានគឺអាចមានរបួសហូរឈាមមានរោគឆ្លងទទួលដំណឹងអកុសលពីសាច់ញាតិឬក៏មិត្តភ័ក្តិមានអស្ថិរភាពក្នុងជីវិតមានការខាតបង់ទ្រព្យធនមានសម្ពាធផ្លូវចិត្តឯកោនិងរបួសដែលនាំឲ្យមានសម្លាកណា
ជាប់រឿងហ្នឹងហើយចំណុចវិជ្ជមានគឺមានភាពល្បីល្បាញមានសមត្ថភាពដោះស្រាយបញ្ហានិងសម្បូរគេជួយអញ្ចឹងយើងមានបញ្ហាទាំងអស់នោះហើយអញ្ចឹងយើងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាហើយសម្បូរគេជួយអញ្ចឹងវាស្រាយនៅចំណុចអវិជ្ជមានទាំងឡាយដែលយើងមាននោះហើយណាតែទោះយ៉ាងណាត្រូវតែរក្សាការប្រុងប្រយ័ត្នចឹងយើងដឹងថាយើងនឹងជួបអីអញ្ចឹងយើងត្រូវតែប្រយ័ត្នរឿងនោះណាម្សាញ់អ្នកដែលជួយជ្រោមជ្រែងម្សាញ់បានគឺឆ្លូវនឹងរកាហើយចំណុចអវិជ្ជមានសម្រាប់ឆ្នាំនេះគឺសម្ពាធក្នុងគ្រួសារនិងមុខរបររស៊ីអាចឈានដល់ការឆ្លោះបែកបាក់ហើយប្រឈមបញ្ហាផ្លូវច្បាប់សម្បូរឧបសគ្គហើយសុខភាពទ្រុឌទ្រោមអាចបង្កជាជំងឺបានណាចំណុចវិជ្ជមាននោះគឺមានទ្រព្យធនមានភាពសម្បូរសប្បាយមានហូបចុកគ្រប់គ្រាន់ហើយល្បីល្បាញទៀតណាហ្នឹងជាចំណុចវិជ្ជមានណាមមីឆុងតូចប្រចាំឆ្នាំតែគាត់ជន់ឆ្នាំអញ្ចឹងត្រូវតែប្រចាំឲ្យបានខ្ពស់ដែរទៅការពឹងពាក់ហ្នឹងគឺមមែអាចជួយបានមមីមមែហ្នឹងគឺសូរិយាចន្ទ្រាណាយើងសង្កេតមើលទៅមមីមមែឲ្យជួបគ្នាគឺដូចសូរិយាចន្ទ្រាយប់ក៏ភ្លឺថ្ងៃក៏ភ្លឺណាចំណុចអវិជ្ជមានហ្នឹងគឺជន់ឆ្នាំប្រឈមជំងឺបញ្ហាផ្លូវច្បាប់បណ្ដាលមកពីការទំនាក់ទំនងមិនយល់គ្នាការក្បត់ពីក្រោយខ្នងឬក៏ការមិនគោរពឲ្យតម្លៃចំណុចវិជ្ជមាននោះគឺក្លាហានមានសមត្ថភាពដឹកនាំមានយុទ្ធសាស្ត្រមានឱកាសទទួលបានប្រាក់ចំណេញពីកិច្ចការរកស៊ីមានឆន្ទៈខ្ពស់ក្នុងការតទល់នឹងអ្នកមានអំណាចនិងជួយអ្នកទន់ខ្សោយបានក៏បីធ្វើកិច្ចកាត់គ្រោះកាត់ឆុងពិសេសអ្នកដែលមិនត្រូវការភាពភ្លើងហាមចូលរួមបន្សពទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យឬក៏ទៅកន្លែងបញ្ចុះសពនានាមមែមមីមិញទៅត្រូវការជួយរមមែតែមមែបើត្រូវការជួយមិនមែនរមមីទេគឺទៅរថោះនឹងកលណាសម្រាប់ឆ្នាំនេះចំណុចអវិជ្ជមានគឺមានមហិច្ឆតាធំហួសប្រមាណទទួលរងការប្រមាថការសងសឹកការចំណែននិងសម្ពាធផ្លូវចិត្តចំណុចវិជ្ជមាននោះគឺមានលៀបណាបានលៀបពីប្តីឬក៏ប្រពន្ធរបស់ខ្លួនបើអ្នកនៅលាវនឹងជួបគូដែលមកពីត្រកូលអ្នកទូធាទទួលពរជ័យពីទេវតាណាទទួលពរជ័យទេវតាគឺមានន័យថាមានទេវតាប្រោសទានណាគេជួយយើងមានឱកាសទទួលបានការងារល្អឬក៏ឡើងតំណែងមានកេរ្តិ៍ឈ្មោះល្អនិងសម្បូរអ្នកជួយជ្រោមជ្រែងវោកបើវោកត្រូវការអ្នកជួយគឺរោងនិងរកាណាគេអាចជួយយើងបានហើយចំណុចអវិជ្ជមាននោះគឺអាចមានការកាន់ទុកពីការបាត់បង់សមាជិកគ្រួសារឬក៏សាច់ញាតិឬក៏មិត្តភ័ក្តិណាមួយប្រឈមនឹងជួបចំនួនដែលដំបងតូចទេប៉ុន្តែតូចនឹងរីកទៅធំទៀតណាប្រឈមរឿងហ្នឹងអញ្ចឹងត្រូវប្រយ័ត្នឲ្យបានខ្ពស់ហើយអាចនឹងជួបការកាច់កង់នៅកន្លែងធ្វើការជាដើមទទួលអារម្មណ៍ឯកោចំណុចវិជ្ជមានវិញគឺឆាប់យល់ចេះចាំនិងប្រើការបានសម្បូរគំនិតនិងទេពកោសល្យក្នុងការកែច្នៃប្រឌិតវិភាគនិងការរៀបចំផែនការបានល្អឱកាសធ្វើដំណើរហើយនឹងនិយាយទៅគាត់សម្បូរឱកាសធ្វើដំណើរឬក៏អាចបដូរកន្លែងការងារបដូរទីលំនៅធ្វើចំណាក់ស្រុកជាដើមសម្រាប់អ្នកដែលចង់ធ្វើចំណាក់ស្រុកណាទៅនៅក្រៅប្រទេសទៅរៀនក្រៅប្រទេសអីដាក់ពាក្យកន្លងមកអត់ជាប់អីឆ្នាំថ្មីនេះណាអ្នកកើតឆ្នាំវោកហ្នឹងឬក៏អ្នកដែលមានតួវោកនៅក្នុងតួថ្ងៃអាចដាក់នៅក្នុងឆ្នាំមមីនេះ2026នេះអាចជាប់ណាឱកាសច្រើនហាមចូលរួមបុណ្យសពទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យឬក៏ទៅកន្លែងបញ្ចុះសពមិញខ្ញុំបានបញ្ជាក់ថាអ្នកដែលឆុងគឺហាមទៅចូលរួមបុណ្យសពអីចឹងតែសម្រាប់អ្នកវោកនេះអត់ឆុងទេតែដោយសារគាត់ជួបកាយដែលនាំឲ្យគាត់មានរាសីធ្លាក់ចុះឬក៏ជួបគ្រោះពីការចូលរួមបុណ្យសពទៅសួរសុខទុក្ខអ្នកជំងឺឬក៏ទៅទីបញ្ចុះសពអញ្ចឹងនៅពេលដែលជួបផ្កាយនោះវាមានឥទ្ធិពលខ្លាំងដូចចំណុចអវិជ្ជមានអញ្ចឹងណាដូចចំណុចអវិជ្ជមានហ្នឹងប៉ុន្តែខ្ញុំដាក់ចំណាំនៅក្រុមនេះដើម្បីឲ្យរំលឹកដាស់តឿនកុំឲ្យភ្លេចខ្លួនណារោកាអ្នកដែលមានតួរកានៅក្នុងតួរិស័យរបស់គាត់ហើយត្រូវការជំនួយគឺរោងហើយនឹងឆ្លូវណាគេអាចជួយយើងបានចំណុចអវិជ្ជមានប្រចាំឆ្នាំគឺប្រឈមគ្រោះថ្នាក់របួសស្នាមធ្វើកិច្ចការមិនសូវល្អរលូនល្អទេមិនដោយការគ្រោងទុកណាហើយអាចមានការខាតបង់ប្រាក់កាសមានក្តីបារម្ភលើអស្ថិរភាពសេដ្ឋកិច្ចនិងសង្គមជាដើមរីឯចំណុចវិជ្ជមានវិញគឺសម្បូរការជួយជ្រោមជ្រែងមានឱកាសស្គាល់អ្នកមានឋានៈខ្ពង់ខ្ពស់សម្បូរលៀបសម្បូរប្រជាប្រិយភាពហើយបើអ្នកនៅលាវវិញនឹងមានឱកាសជួបស្នេហ៍ហើយអ្នកដែលមានគូហើយនឹងកាន់តែសុខសាន្តសុខភាពផ្លូវកាយនិងផ្លូវចិត្តមានលក្ខណៈស្ថិតស្ថេរណាអានឹងល្អណាចសម្រាប់អ្នកដែលមានតួចហើយបើសិនត្រូវការពឹងអាស្រ័យអីគឺរកអ្នកដែលមានតួថោះនៅក្នុងតារាងរបស់គាត់ណាហើយចំណុចអវិជ្ជមាននោះគឺប្រឈមចំនួននឹងការដោះស្រាយវិវាទផ្លូវច្បាប់
ការផាកពិន័យជំងឺកាត់និងសម្ពាធផ្លូវចិត្តចំណុចវិជ្ជមានគឺទទួលពរជ័យពីទេវតាមានអ្នកជួយជ្រោមជ្រែងចេញមុខជួយដោះស្រាយបញ្ហាមានគំនិតច្នៃប្រឌិតណាបកាយវិភាគនិងទេពកោសល្យល្អអាចជួយឲ្យមានកេរ្តិ៍ឈ្មោះល្បីបាញនិងអាចឡើងតំណែងទូនាទីផងណាមានឱកាសល្អប្រឹងប្រែងណាកលសម្រាប់អ្នកកលបើត្រូវការអ្នកដែលជួយជ្រោមជ្រែងដោះស្រាយបញ្ហារកមនុស្សឆ្នាំថោះហើយនឹងមួយម៉ែណាបើសិនជាអ្នកកលនេះគាត់មានថោះនឹងមួយម៉ែនៅក្នុងតារាងរបស់គាត់ហើយឬក៏អ្នកទូរស័ព្ទផ្សេងទៀតមានអ្នកជួយជ្រោមជ្រែងនៅក្នុងតារាងរបស់គាត់ស្រាប់បងហើយខែឆ្នាំហ្នឹងគឺគាត់មានមនុស្សដែលអាចជួយគាត់អមជាមួយរហូតណាអត់ពិបាករកទេបាទអញ្ចឹងសម្រាប់អ្នកដែលកើតឆ្នាំកលឬក៏មានតួកលនៅក្នុងតារាងរាសីរបស់គាត់មានចំណុចអវិជ្ជមាននៅក្នុងឆ្នាំ2026នេះគឺប្រឈមនឹងស្ថានភាពឬក៏ត្រូវចំណាយច្រើនបន្ទាន់ភ្លាមតែម្ដងណាអត់ចាយទេប៉ុន្តែបើត្រូវចាយពុបណាមានការត្រូវនេះត្រូវនោះខូចនេះខូចនោះអញ្ចឹងទៅត្រូវចាយភ្លាមតែម្ដងអាហ្នឹងគឺជាកាយរាសីរបស់យើងត្រូវជួបណាហើយចំណុចវិជ្ជមាននោះគឺសាប៊ូគេជួយយកអាសាលើកិច្ចការផ្សេងៗហើយនឹងសាប៊ូលាបអញ្ចឹងសាប៊ូលាបមកប៉ុន្តែបានលាបនឹងហើយត្រូវចាយភ្លាមដែរវាកាត់កងគ្នាណាតែភាសាជាងអត់មានណាអាសាប៊ូលាបនឹងទៅអត់មានហើយត្រូវចំណាយសុទ្ធអាហ្នឹងកនកហើយសេដ្ឋកិច្ចថ្ងៃនេះក៏វាកំពុងតែដុនដាបស្រាប់ផងណាអញ្ចឹងទៅតែត្រឹងថ្លៃឲ្យបានច្បាស់លាស់នៅក្នុងឆ្នាំ2026នេះអ្នកដែលមិនត្រូវការទៀបភ្លើងគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ដូចអ្នកឆុងដែរណាព្រោះនៅក្នុងឆ្នាំ2026នេះសម្បូរមនុស្សដែលមានអាការៈរវើរវាយមានការមានបញ្ហាប្រព័ន្ធប្រសាទមានបញ្ហាផ្លូវចិត្តច្រើនហើយក៏មានបញ្ហាបេះដូងដែរណាអញ្ចឹងបញ្ហាបេះដូងគឺឆាប់ខឹងឆាប់ច្រឡោតឆាប់មួម៉ៅណាអញ្ចឹងត្រូវតែប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នាបាទកត្តាផ្លាស់ប្ដូររាសីប្រៀបដូចជាការផ្លាស់ប្ដូររដូវកាលយើងមិនអាចខាត់មិនឲ្យភ្លៀងនៅរដូវភ្លៀងបានឡើយតែយើងអាចរៀបចំខ្លួនឯងដោយត្រៀមលក្ខណៈមុនរដូវភ្លៀងមកដល់មានន័យថាយើងត្រូវត្រៀមលក្ខណៈខ្លួនឯងបានមុនដឹងថារដូវភ្លៀងមកដល់ហើយត្រូវត្រៀមលក្ខណៈអីខ្លះហ្នឹងត្រូវដឹងខ្លួនឯងត្រូវត្រៀមខ្លួនឯងណាមិនខ្វល់ថារាសីល្អឬក៏មិនល្អយ៉ាងណានោះទេបើយើងគ្មានផែនការជីវិតច្បាស់លាស់ទេជីវិតរបស់យើងនឹងដូចចកអណ្ដែតនៅតាមខ្សែទឹកគ្មានកោះត្រើយដូចគ្នាតែបើយើងមានផែនការជីវិតនិងយុទ្ធសាស្ត្រច្បាស់លាស់យើងនឹងអាចគ្រប់គ្រងស្ថានភាពបានល្អពេលនោះគ្រោះអាចคล้ายទៅជាលៀបកម្លាំងស្មារតីកម្លាំងកាយនិងកម្លាំងចិត្តត្រូវដើរទន្ទឹមគ្នាក្រោកឈរឡើងណារៀបចំជីវិតជាមួយក្តីសង្ឃឹមក្រុមគ្រួសារនិងជាតិមាតុភូមិកំពុងត្រូវការយើងមានតែយើងទេដែលយើងត្រូវកសាងខ្លួនឯងដើម្បីក្លាយជាសសរទ្រូងមួយដ៏រឹងមាំហើយគ្រប់គ្នាកសាងខ្លួនឯងក្លាយជាសសរទ្រូងដ៏ច្រើនដ៏រឹងមាំយើងនឹងអាចជួយជាតិយើងបានល្អប្រសើរយើងក៏មិនត្រូវភ្លេចឡើយនៅហុងស៊ុយចិត្តគំនិតហុងស៊ុយរាងកាយនិងហុងស៊ុយបរិស្ថានចូលបង្កើតឆ្នាំ2026ជាជំពូកប្រវត្តិសាស្ត្រថ្មីក្នុងជីវិតរបស់អ្នកឲ្យមានន័យជាងវេលាកន្លងទៅ